បាទសូមជម្រាបសួរបងប្អូនបាទនេះមានខ្នាយ2ឈុតបាទខ្នាយនេះជាប្រភេទខ្នាយនិយាយថាកម្រក៏ថាបានដែរថ្មចម្លៀងផែននេះបាទថ្មចម្លៀងកោងអក្សរ C បាទស្អាតបងប្អូនស្អាតបាទអានេះបានពីសំឡូតបងប្អូនបានពីសំឡូតបាទខាងនេះក៏ស្អាតដែរបាទស្អាតដូចគ្នាសម្លៀងលះសម្លៀងកាចបាទសម្លៀងកាចបាទអានេះព្រៃបងប្អូនណាព្រៃមិនមែនកសិកម្មទេណាបាទផែនកសិកម្មមិនមែនផែនទាំងនេះបាទហើយមើលមុខក្បិតនេះអានេះដូចក្បិតចឹងបងប្អូននេះដូចក្បិតចឹងស្រួចដល់នេះដូចក្បិតតែហ៊ានសកត់ខ្លាំងអាចមុតបងប្អូននេះខាងនេះបែកធម្មជាតិរបស់គាត់មកពីនេះបាទខាងនេះដូចក្បិតបងប្អូនអើយនេះក្បិតបាទដូចក្បិតហើយសម្លៀងនេះកាចសាហាវបាទតាមប្រវត្តិជ្រូកនេះជើង3បងប្អូនជ្រូកនេះជើង3បាទជ្រូកនេះជើង3បាទហើយខាងនេះបានពីសំឡូតខាងនេះបានមកពីភ្នំពាន់5បងប្អូនបាទនេះមុខក្បិតរៀងអសូវកាចមកទេតែគាត់ថាធំជាងខាងនេះបាទបានប្រសិទ្ធិព្រឹកមិញហើយបងប្អូនបាទស្នាមគឺប្រេងដូងបងប្អូនត្រាំប្រេងដូងមួយយប់ដើម្បីយកទៅប្រសិទ្ធិបាទនៅមានក្លិនតិចឡើយទេហ្នឹងហើយផ្នែកខ្មែរខេត្តពោធិ៍សាត់បងប្អូនបាទសាច់ស្អាតសម្លៀងក៏ស្អាតសម្លៀងដាច់វែងល្អបាទហើយមួយនេះរបស់ចាស់របស់សល់ពីគេទេគេបានមកគេចែកគ្នាមកជាហៀងទៀតធ្លេដល់ណានៃប្រៃបាទបងប្អូនអ្នកព្រៃពីមុនតើគេបានមកគេចែកគ្នាតែបពពួកព្រានគេបានមកទាំងឈុតតែរបស់នេះគឺគេបានគេចែកគ្នាបងប្អូនណាបានគេចែកគ្នាគឺខ្ញុំសុំទិញបានតែមិនចំហៀងទេបាទឃើញតាន់ត្រឹមនេះតាន់ត្រឹមនេះហើយសាច់ក្រាស់បុបដល់បងប្អូនបាទប្រភេទស្នេហ៍ខ្នាយដែលកប៉ែតចេះកប៉ែតរាងខ្លីចេះគឺសាច់តាន់បានវែងបើប្រភេទខ្នាយរាងត្រង់ចេះសាច់សាក់តូតាន់ទេបាទសាក់តូតាន់ទេហើយខ្នាយប្រភេទនេះគឺរាងខ្លីបងប្អូនខ្លីតែសាច់តាន់បានវែងបាទប្រសិទ្ធិឲ្យព្រឹកមិញហើយបាទហើយងាកមកចម្លាក់យើងវិញចម្លាក់សាងពីស្នែងក្របីឃ្លីកបាក់ធ្លុះបាទនេះព្រះអង្គព្រះកវាមតិនេះគឺសាងឡើងស្អាតបងប្អូនស្អាតណាបាទព្រះកវាមឬព្រះកវាមតិព្រះបិទមុខបើនិយាយចំទៅព្រះខ្វាមស្រួលស្ដាប់បងប្អូនស្រួលស្ដាប់បាទហើយនេះព្រះម៉ែនាគប្រាខាងស្នេហ៍ប្រាខាងការពារប្រាខាងបជាគ្រោះគឺទុកចិត្តលើពនាងបាទពនាងគឺមានរិទ្ធបាទហើយនេះនារំសាយសក់ហ្នឹងសាងពីឃ្លីកបាក់ស្រួលដែរបងប្អូនបាទការពារអំពើប្រាសាទអំពើអំពន់មុនខ្មៅបាទហើយពីអង្គខាងលើនេះព្រះប្រក់នាគជវាហើយនឹងព្រះប្រក់នាគមាន3សាវកពីក្រោមបងប្អូននេះបាទសាងឡើងពីស្នែងក្របីខ្មៅបាក់ធ្លុះបងប្អូនបាទសាងឡើងពីស្នែង3ខ្មៅបាក់ធ្លុះហើយនេះព្រះរាជគ្រូមហានគរបងប្អូនលោកគឺជាអ្នកផ្ដួចផ្ដើមកសាងអាណាចក្រអង្គរបាទរូបលោកគឺគេកសាងនៅសៀមរាបបាទសៀមរាបគឺនៅពលានយន្តហោះបាទហើយតួអង្គខាងនេះស្ដេចយក្សឬក៏ព្រះបាទវេស្សវណ្ណឬក៏គោវីរៈលោកគឺជាស្ដេចខ្មោចអញ្ចឹងពពួកអមនុស្សខ្មោចព្រៃកន្ធប់គឺនៅក្រោមលោកបាទសាងពីស្នែបាក់ធ្លុះដូចគ្នាបាទហើយនេះឈ្នះមាបាទឈ្នះមានេះក៏សាងពីឃ្លីកបាក់ធ្លុះនិងខ្មៅបាក់ធ្លុះដែរបាទបងប្អូនណាបាទនេះឃ្លីកបាក់ធ្លុះនេះខ្មៅបាក់ធ្លុះបាទប្រាខាងការពារនិងបន្សាបអំពើអំពន់មុនខ្មៅបាទអញ្ចឹងដូចខ្ញុំជម្រាបត្រួសឲ្យបងប្អូនបានឃើញអញ្ចឹងគឺខ្នាយបាទរបស់ខ្មែរយើងហើយចម្លាក់ក៏សាងឡើងពីស្នែងឃ្លីកឬខ្មៅបាក់ធ្លុះដែរបាទហើយរបស់ខ្លះរបស់ភ្ញៀវគាត់កំងតែគាត់ថាភ្ញៀវកំងគឺអត់បានបញ្ចេញទេព្រោះភ្ញៀវខ្លះគាត់អត់ចង់បង្ហាញឲ្យបងប្អូនឃើញអញ្ចឹងណាបាទអញ្ចឹងបងប្អូនចង់បានអាចខលតាមលេខឬក៏ Telegram មកបាទសាងឡើងពីស្នែងបាក់ធ្លុះហើយបានធ្វើកិច្ចដាស់ប្រសិទ្ធិរួចហើយបងប្អូនបាទប្រសិទ្ធិតាមក្បួនខ្នាតបាទសូមអរគុណបងប្អូនបាទ